បងតើតើនឹងការភ្ជាប់ Wi-Fi បងតើបងបើកកាមេរ៉ាមកបងចុចពី menu នេះមួយមកហើយបងមើលតែកាប់ទី3នេះហើយបងយកទី2នេះយក Wi-Fi connect ហ្នឹងយកទី2ហ្នឹងមកបងចុចនឹងមួយមកហើយបងជ្រើសយករូបទូរស័ព្ទរបស់បងអញ្ចឹងណាបងជ្រើសយករូបទូរស័ព្ទបងអូខេមួយមកហើយគេសួរយើងបងយកអូខេមកនិយាយពីអូខេមកបងចុចកាមេរ៉ាអូខេហើយបងងាកមកទូរស័ព្ទរបស់បងវិញតើបងចូល Wi-Fi ចូល Wi-Fi ហើយបងបិទបាំងទៅរកឈ្មោះកាមេរ៉ាបងខ្ញុំបិទបាំងវាអត់ scan ឃើញនេះបងឥឡូវ scan ឃើញគេដាក់ 3000D នេះចុចលើរូប Wi-Fi នឹងមួយមកហើយបងវាយ password នឹងកាមេរ៉ាដែលគេឲ្យនេះ password កាមេរ៉ានេះបងលេខកូដនេះ51នេះយើងវាយតាមតើតើនឹង Wi-Fi វិញយើងបាន connect ជាប់ហើយបងអញ្ចឹងហើយបងចេញមកបងចូលទៅ app របស់បងវិញ app របស់បងត្រូវ sign in ទៅហើយយើង Wi-Fi ចោលយើងចូល app ទៅគឺវា load បែបហ្នឹងហើយបងអញ្ចឹងបងចុចចឹងមកខ្ញុំបងចុចលើនឹងមួយទៀតមកចាំតិចពេលចុចចឹងហើយបងមើលទៅលើកាមេរ៉ាបងគេឲ្យយើងជ្រើសពីអូខេហើយបងចុចអូខេតាមវាមកចុចអូខេមួយហើយយើងមើលទៅលើកាមេរ៉ាមើលទៅលើទូរស័ព្ទរបស់យើងវិញគេឲ្យអូខេបងអូខេមកគឺបានហើយបងអញ្ចឹងអាចភ្ជាប់បាននេះតើតើនឹងរូបភាពនេះខ្ញុំថតមិញហើយឧទាហរណ៍តើបងឆ្លាញ់រូបភាពមួយណាបងចុចពី select នេះមកចុចពី select ហ្នឹងមកហើយបងចុចពី import មកតែប៉ុណ្្នឹងឯងបងហើយអាច import ចូលបានហើយបងអញ្ចឹងតែប៉ុណ្្នឹងឯងបងអញ្ចឹងយើងខ្វែងមកឧទាហរណ៍យើងចង់មើលទៅលើរូបនេះមួយបងចុចលើហ្នឹងមកបងចង់ import រូបហ្នឹងបងចុចទៅ import មួយមកចាំតិចទៅវាពេញហើយបងបាទគឺប៉ុណ្្នឹងទេហើយតើតើយើងយកចូលទូរស័ព្ទមកគឺឃើញស្អាតបងតើតើនឹងបងបែកលើក្រោយបងអាចចុចតាមនឹងបានគឺយើងភ្ជាប់តែម្ដងគឺអាចភ្ជាប់បានរហូតទេបងលើក្រោយវាស្គាល់មិនបាច់ចាំវាយ password ចូលទេបងអញ្ចឹង